ต่อสู่ในออกนี้จังอันนี้ยมจังทัววิดีโอแต่ต้นแต่หนึ่งการวิธี Adobe Photoshop ได้วิดีโอนี้คือจะวิดีโอตัวบงบ่มพอดโอเคจังยมหนังเรียบร้อยตัวตัวปีการวิธี Photoshop โอเคจังในออกนี้โจtừการวิธีมั้งโอเคโจมาการวิธี Photoshop มั้งยังดับเบิลคลิกมั้งวิโหลดโจยยมพอ Photoshop อันนี้ปีปอนเพย์มวยจังเนี่ยออกนี้ได้มีสเปคทมอย่างนั้นไอเพอทมอย่างนั้นบานจะปัญหานะให้สำหรับไฟล์ยมนั่งแต่ละโจโนนึกขนมชแนลบ่ยมจังเนี่ยออกนี้ไอโจจะตีนโยบานนึกขนม Telegram ชแนลบ่ยมอ่ะโอเคจังยังโจตัวบงโอเคโจตัวบงยังเคยไงในนี้คือโลโก้โอเคโลโก้ PS Minita Photoshop โอเคbị cạn kề trong mình file ok file như ai tùm lẹ chỉรูปភាព tùm lẹ ឬក៏យើង save as ចឹងទៅនៅក្នុងហ្នឹងទាំងអស់ឬក៏យើង export ចេញជារូបភាពគឺនៅលើ file ហ្នឹងទាំងអស់ចឹងណាហើយតើតើទៅនឹងការ edit អូខេតែសារនេះយើងប្រើអត់បានទេតើតើយើងចូលកម្មវិធីហ្នឹងបានយើងអាចប្រើបានហើយវាមាន image មាន layer មាន type មាន select មាន filter មាន 3D មាន view មាន plugin មាន window មាន help ចឹងទៅចឹងអាហ្នឹងយើងអត់តន់ត្រូវការពាក់ព័ន្ធទេគ្រាន់តែខ្ញុំអានឲ្យអ្នកនរគ្នាទៅហើយវីដេអូទៅមុខខ្ញុំនឹងប្រាប់ត្រួសលម្អិតមួយអូខេអញ្ចឹងយើងមកខាងក្រោមទៀតយើងមានពាក្យថា home អូខេអញ្ចឹងមានពាក្យថា create new យើងបង្កើតថ្មីឬក៏យើង open មានន័យថា open នេះគឺយើង browser ទៅកាន់ទីតាំងណាទៅកាន់ទីតាំង file ដែលយើងដាក់បើសិនជាយើងយកfile Photoshop ពីគេយកមកកែតអញ្ចឹងយើងចូល open ទៅយើងដើររកទៅឬក៏យើងមាន file ហ្នឹងចូល file ចូលfolder យើងហើយយើង double click ទៅក៏វាចូល Photoshop យើងដែរអញ្ចឹងណាអាហ្នឹងយើងធ្វើអញ្ចឹងក៏បានដែរក្នុងផ្លូវកាត់តែបើអត់ទេយើង open អញ្ចឹងមកឬក៏យើងចង់បង្កើតថ្មីយើងចុចពាក្យថា create new អូខេអញ្ចឹង create new មកអូខេអញ្ចឹង create new យើងនឹងឃើញណាមានថាពាក្យថា new document អូខេមាន design មាន cell មាន photo មាន print មាន art អីចឹងទៅមាន web បែបប្រភេទប្រភេទ MacBook Pro ចឹងយើងមើលឈ្មោះតាមហ្នឹងណានេះទំហំអូខេទំហំ desktop HD design អញ្ចឹងទៅ web small អីចឹងទៅប្រភេទ website ដែល small អញ្ចឹងទៅហើយប្រភេទ mobile អូខេមានថាមាន iPhone 8 iPhone 8 អីចឹងទៅយើងចង់ design ទៅតាមទំហំនៃរបស់ដែលយើងប្រើអូខេទៅតាម iPhone ទៅតាម iPad អីចឹងទៅមានប្រភេទApple Watch មាន Mac មានអីទៅមានគ្រប់សពទាំងអស់អានេះគេធ្វើយើងស្រួលមានប្រភេទជា film អូខេជាវីដេអូ film អីចឹងទៅមានដូចទំហំ1080អីចឹងទៅមានប្រភេទបែប 4K អញ្ចឹងទៅនេះចឹងមានគ្រប់សពទាំងអស់ចឹងអាហ្នឹងយើងកំណត់ទៅតាមគេបើករណីយើងចង់កំណត់ទៅតាមរបៀបដែលយើងចង់ដាក់អូខេឬក៏យើងទៅតាមទំហំกระดาษនេះយើងចូលឡើង print នេះពេលនេះមាន A4 A6 A5 A3 ចឹងទៅអូខេចឹងយើងអាចចូលទៅតាមនឹងបានឬក៏យើងគ្រាន់តែ click ទៅអូខេយើងឃើញទំហំกระดาษ A4 ម៉ានຂະຫນາດវាគិតជាមីលីម៉ែត្រអាហ្នឹងបើយើងចង់ដឹងណាទំហំវានេះយើងអាចមើលបានអូខេនេះទៅមើលបានទាំងអស់អាផ្សេងទៀតក៏ដូចគ្នាដែរទំហំម៉ានអានេះគិតជា pixel អញ្ចឹងទៅយ៉ាហើយកន្លែង pixel នេះករណីយើងedit រូបបានច្រើនអូខេធ្វើការបានច្រើនវានឹង load ទៅតាមច្រើននឹងដែរអញ្ចឹងណា yes ហើយបើយើងចង់ដាក់ថ្មីយើងនេះមកយើងវាយលេខក៏បានដែរយើង custom ខ្លួនឯងចង់បានទំហំខ្លួនឯងយើងគិតជាអីគេ pixel ឬក៏ជា millimeter អីយើងអាចដាក់ជាខ្លួនឯងបានអូខេដាក់ custom ខ្លួនឯងបាន hello ក្នុងនេះវាអត់ត្រូវតម្រូវការរបស់អ្នកនរគ្នាអញ្ចឹងណាអញ្ចឹងខ្ញុំចូលprint ចុះខ្ញុំឧទាហរណ៍ថាខ្ញុំចូលกระดาษ A4 អូខេ A4 គឺវាមានទំហំ210គុណនឹង297បើយើងចង់បានបញ្ឈរអូខេនេះអានេះចង់យកផ្ដេកអូខេអញ្ចឹងខ្ញុំចង់បានបញ្ឈរអូខេ resolution នេះយកប៉ុណ្ណឹងទៅប្រភេទជា RGB 8 bit អូខេអញ្ចឹងយើងចង់បាននេះគេ background វាជាប្រភេទអីគេយើងដាក់បានមាន black មានអីចឹងទៅតែជាទូទៅគឺយើងយកវាយទៅមិនដូរទេអូខេហើយយើងចុចពាក្យថា create yes
អាហ្នឹងយើងរបៀបយើងបង្កើតក្តាស់អូខេបង្កើតក្តាស់នៅក្នុង Photoshop ឬក៏យើងចង់ custom ខ្លួនឯងក៏វាបានដែរមិនជាបញ្ហាទេអូខេអញ្ចឹងវីដេអូហ្នឹងគឺយើងមានតែប៉ុណ្្នឹងយើងត្រួសហើយយើងនឹងមានវីដេអូបន្តទៀតអញ្ចឹងហើយគ្នាយើងជួយ subscribe ម្នាក់មួយជួយ like ជួយ subscribe ឬក៏ជួយ comment ទៅដើម្បីឲ្យវីដេអូនេះវា viral អូខេគេឃើញបានច្រើនអញ្ចឹងអរគុណអ្នកនរគ្នាសម្រាប់ការតាមដានហើយយើងជួបគ្នានៅវីដេអូក្រោយ